លើកទី1ទៅលេងប្រទេសចិននៅខ្លួនឯងពិតជាវល់សាហាវមែនទែនហ្មង ដោយសារតែខ្ញុំអត់មានជួលធូរពីខ្មែរទៅទេទៅដល់នោះមិនខ្ញុំជួលប៉ុន្តែអត់សូវមានធូរអញ្ចឹងគឺវារៀងស្រួលដែរដោយសារតែអត់សូវមានអ្នកទឿនទេសប្បាយបែបយ៉ាងសម្រាប់ថ្ងៃទី1គឺខ្ញុំគាត់តែចេញពីពេញទៅគឺម៉ោង8ព្រឹកអ្នកទាំងអស់គ្នាទៅដល់នោះយើងនៅ check in ទៀតអញ្ចឹងពេលដែលទៅដល់ប្រទេសចិនគឺខ្ទង់ម៉ោង3សម្រាប់ការទៅរបស់ខ្ញុំនេះគឺខ្ញុំទិញសំបុត្រយន្តហោះទៅដល់ខ្លួនឯងអ្នកទាំងអស់គ្នានិយាយទៅគឺយើងទៅដើរលេងតាមចិត្តខ្លួនឯងប៉ុន្តែទៅដល់នោះយើងថាយើងចង់ទៅណាអញ្ចឹងគឺយើងទិញជាកញ្ចប់ធូរសំបុត្រយន្តហោះគឺពួកខ្ញុំទិញទៅគឺអស់ម្នាក់$310ហើយនៅថ្លៃ visa $60ទៀតក្នុងហ្នឹងគឺទៅមកអ្នកទាំងអស់គ្នាហើយគេមាន free ជា snack ឲ្យយើងញ៉ាំហើយសម្រាប់កញ្ចប់ធូរវិញគឺគេមាន include រាល់ការធ្វើដំណើររបស់យើងទាំងអស់ការជូនយើងទៅមកទស្សនៈស្ថានភាពអីចឹងហើយស្ថានភាពទស្សនៈហ្នឹងគឺក៏គេចេញឲ្យយើងដែរហើយនឹង breakfast ពេលព្រឹកនឹងឯងតែពេលផ្សេងៗគឺយើងចេញខ្លួនឯងបន្ទាប់ពីគេជូនយើងចេញពីពលានគឺគេយកមកដាក់នៅខាងនេះអ្នកទាំងអស់គ្នាគឺគេមានកាយជូនយើងម្នាក់ទៀតខាងនេះគឺកន្លែងរថភ្លើងប៉ុន្តែដោយសារតែត្រូវចាំ2ម៉ោងជាងអញ្ចឹងពួកខ្ញុំមកញ៉ាំអីសិនដំបូងគឺពួកខ្ញុំចូលមកញ៉ាំកន្លែងមីសួរថាឆ្ងាញ់អត់អ្នកទាំងអស់គ្នាមើលទៅទឹកមុខទៅគឺអត់ឆ្ងាញ់ទេខ្ញុំហើយនឹងប្តីខ្ញុំគឺញ៉ាំសល់ទាំងពីរនាក់គាត់ញ៉ាំបាយខ្ញុំញ៉ាំមីប៉ុន្តែបងមិត្តភក្តិខ្ញុំ2នាក់ហ្នឹងគឺគាត់ហើថើមកគាត់ឆ្ងាញ់អញ្ចឹងគាត់ញ៉ាំអស់ពេលញ៉ាំហើយពួកយើងនាំគ្នាចូលទៅក្នុងកន្លែងរថភ្លើងហ្នឹងមកអ្នកទាំងអស់គ្នាអានេះគេអត់ឲ្យយកមកវាលើសចំណោះតែចន្លោះឲ្យដឹកតែអាហ្នឹងអត់ឲ្យដឹកទេអញ្ចឹងពេលដែលយើងចូលមកដល់ខាងក្នុងគឺយើងត្រូវអង្គុយចាំខ្ទង់2ម៉ោងហ្នឹងឯងសាកថ្មសាកអីចឹងទៅនៅក្នុងគឺគេមានកន្លែងសាកថ្មឲ្យបានឲ្យទៅថាអ្នកទាំងគ្នាលុយ scan អញ្ចឹងបន្ទាប់ពីដល់ម៉ោងចូលគឺពួកយើងនាំគ្នាចូលតែជិះខ្ទង់រយៈពេលប្រហែលជា2ម៉ោងទៀតបានទៅដល់ដាលីអ្នកទាំងគ្នាពួកដោយសារតែពួកយើងមកដល់ខុនវិញនេះគឺដោយសារកន្លែងលេងវាឆ្ងាយអញ្ចឹងគឺពួកយើងអត់ចង់នៅលេងនឹងទេក៏ហូបមកដាលីហ្មងទៅអញ្ចឹងសុខចិត្តមកកាត់យប់មកដើម្បីឲ្យស្អែកមានពេលទៅនៃដើរលេងយើងស្រួលខ្លួនជាងអញ្ចឹងណាកន្លែងគេងមួយនេះគឺខ្ញុំរៀងចូលចិត្តជាងគេដោយសារតែវាបែបបុរាណណាមើលចេញមកគឺដូចកូនរាជវាំងទូចៗអញ្ចឹងអ្នកទាំងគ្នាកាលជំនាន់មុននិយាយទៅគឺស្អាតហើយពេលយប់នេះគឺយើងមើលមកគឺមានអារម្មណ៍ថាស្ងាត់អីអញ្ចឹងណាតែជាក់ស្ដែងអត់ទេខ្ញុំវិញហ្នឹងគឺផ្ទះគេផ្ទះសម្បែងគេធម្មតាមានភោជនីយដ្ឋានមានអីផ្សេងៗអញ្ចឹងណាហើយក្នុងទស្សនៈនេះអ្នកទាំងគ្នាគឺអត់មានបើកម៉ាស៊ីនត្រជាក់ទេចូលមកគឺប៉ះអីក៏ត្រជាក់បន្ទាប់មកគឺពួកយើងនាំគ្នាចេញទៅខាងក្រៅហ្មងនិយាយទៅគឺដើរលេងនៅខាងកន្លែងផ្សារបុរាណគេនិយាយទៅនៅចិត្តគ្នាបកាយថាជិះប្រហែលជា 2-3 នាទីចុះមកដល់នេះដំបូងគឺអត់មានសូវត្រជាក់អីអ្នកទាំងអស់គ្នានិយាយទៅត្រជាក់តែក្នុងបន្ទប់នឹងតិចឯនៅក្រៅគឺរៀងដូចល្មមមិនត្រជាក់ខ្លាំងហើយពួកខ្ញុំស្លៀកខ្លីស្លៀកអីបានធម្មតាអញ្ចឹងអត់មានអារម្មណ៍ថាមានបញ្ហាអីប៉ុន្តែសីតុណ្ហភាពគេក៏រៀងទាបដែរគឺដូចជាខ្ទង់13 14អីហ្នឹងទេនៅនេះគឺខ្ញុំមកដល់ខ្ទង់មករៀងយប់ដែរអញ្ចឹងមានអារម្មណ៍ថាគឺគេបិទចង់អស់ហើយហ្នឹងហើយនៅសល់តែប្រហែលតូបដែរហ្នឹងគាត់ថាដើរថតដើរមើលទាំងទៅហើយទិញនំទិញអីបានខ្លះអញ្ចឹងណានៅតាមផ្លូវហ្នឹងគឺអត់ចង់ឲ្យអ្នកទាំងអស់គ្នាគឺសាច់ចកាសាច់អាំងអីហ្នឹងអញ្ចឹងពួកខ្ញុំមកគឺមានតែញ៉ាំអស់នឹងឯងហើយរសជាតិគេក៏គាត់បានអ្នកទាំងអស់គ្នានិយាយទៅស្ដាប់ប្រហាក់ប្រហែលជាមួយនឹងនៅខ្មែរយើងដែរប៉ុន្តែវាខុសគ្នាវាមិនដូច 100% ទេប៉ុន្តែវារបៀបហ្នឹងខ្ញុំភ្លេចតម្លៃនេះបាត់ហើយខ្ញុំទិញប្រហែលជា6-7ចកាអស់ខ្ទង់ 3-4 រៀលអីហ្នឹងដែរហើយនេះគឺតូនមកកន្លែងបុរាណមិញហ្នឹងគឺគេមានផ្សារគេទូចមួយដែលមានរបៀបវិញមានតូបខ្លះមានកន្លែងគេជិះកង់ជិះម៉ូតូជិះអីមកខ្លះឬក៏គេដាក់តូបខ្លះអញ្ចឹងក្នុងសិតតែស្រីតែមួយហើយគេមានលក់របស់កពុកចឹងឯងហើយគ្រឿងរបស់គេអ្នកទាំងអស់គ្នាគឺគ្រឿងផ្សំគេសិតតែក្លិនរបៀបចិនចឹងទាំងអស់ប៉ុន្តែអត់ឈួលខ្លាំងដូចនៅនេះស្រុកយើងទេបើសិនជាញ៉ាំទៅមានអារម្មណ៍ថារសជាតិវាស្រាលជាងអញ្ចឹងណាតែរបស់ខ្លះក៏អត់ឆ្ងាញ់ដែរតែអានេះគឺអាចញ៉ាំបានញ៉ាំអីតិចតួចហើយគឺពួកយើងនាំគ្នាត្រឡប់ទៅវិញប៉ុន្តែក៏ខ្ជិលដើរដែរតោះគ្នាដោយសារតែវាត្រជាក់ដែរអញ្ចឹងណាមួយយើងនៅនេះយើងអត់ត្រឡប់ដើរទេអញ្ចឹងក៏ជិះតុកគេជិះអស់20យន់តែជាក់ស្ដែងចិត្តទេហើយយើងនៅឃើញថាគ្នាយើងច្រើនដែរក៏ជិះបដ ாய் ទៅតែប៉ុណ្ណឹងគឺរៀងថ្លៃដែរនេះគឺថ្ងៃទី2ហើយអ្នកទាំងគ្នាគឺបើកភ្នែកមកគឺមេឃដល់ល្ងឹតហ្មងសឹងតែថាងើបរួចទេដោយសារតែត្រជាក់ពេកហើយណាមួយឃើញមេឃមានអារម្មណ៍ថានៅរៀងល្ងឹតជាក់ស្ដែងភ្លឺហើយយើងមើលឃើញភ្នំតកកទៀតទៅទៅមុខទស្សនៈខ្ញុំហ្នឹងគឺឃើញដូចភ្នំតកកអញ្ចឹងហ្មងមើលទៅគាត់ថាវានៅតែតកកចុងតិចទេហើយទីតាំងគេតាមពិតនៅនឹងគឺអ៊ូអរមែនតើខ្ញុំដើរចេញទៅតែបន្តិចគឺចេញមកគឺលក្ខណៈថាភូមិគេនៅនឹងគេលក់របស់និយាយទៅលក់របស់ដូចកន្លែងគេតំបន់កំសាន្តគេអញ្ចឹងណាហើយពួកខ្ញុំទៅញ៉ាំអាហារពេលផឹកនៅចិត្តហ្នឹងនិយាយទៅគឺខាងទស្សនៈគេ free ឲ្យអញ្ចឹងណាប៉ុន្តែញ៉ាំលក្ខណៈធម្មតាទេព្រោះនេះអត់សូវជា high អីណាទេញ៉ាំជានំប៉័ងនំអីចឹងប៉ុន្តែគេចេញលុយឲ្យប៉ុន្តែបើសិនយើងញ៉ាំអីខុសពី menu គេដែលគេ free ហ្នឹងក៏យើងចេញខ្លួនឯងដែរនេះទឹកសណ្តែកឆ្ងាញ់ណាខ្ញុំអត់ចេះញ៉ាំទឹកសណ្តែកសទេប៉ុន្តែទឹកសណ្តែកគេរសជាតិខុសប្លែកពីទឹកសណ្តែកយើងធម្មតាហ្មង
ហើយស្ករក៏អត់ផ្អែមអីណាស់ដែរបន្ទាប់ពីហ្នឹងហើយពួកយើងទៅកន្លែងយប់មិញដដែលកន្លែងដែលបុរាណហ្នឹងផ្សារបុរាណហ្នឹងយើងទៅញ៉ាំអីតិចតួចទៀតទេសារតែវាអត់មានអីត្រូវទិញដែរអញ្ចឹងណាហើយរបស់នេះគឺថ្លៃមែនតើអ្នកទាំងអស់គ្នាមួយចង្កាក់នេះចូលថា4រៀល5រៀលបាត់ហើយនេះខ្ញុំញ៉ាំតែ2ចង្កាក់8អញ្ចឹងឥឡូវយើងនាំគ្នាចេញពីផ្សារបុរាណរបស់ដាលីហ្នឹងហើយយើងបន្តទៅកាន់កន្លែងមួយនេះគឺនៅដាលីដដែលថ្ងៃត្រង់គឺយើងមកដល់ខាងនេះអ្នកទាំងអស់គ្នាដែលគេហៅថាហើយសម្រាប់ទេសភាពនៅនេះគឺស្អាតខ្លាំងមែនតើនិយាយទៅគឺយើងមើលនឹងភ្នែកយើងគិតថាវាជាសមុទ្រអ្នកទាំងអស់គ្នាប៉ុន្តែជាក់ស្ដែងនឹងគឺគេហៅជាលេគេនិយាយទៅគឺជាបឹងធម្មតាទីបឹងគាត់ថាបឹងគេយ៉ាងធំអញ្ចឹងណាហើយមួយចំហៀងហ្នឹងគឺបឹងហើយមួយចំហៀងទៀតមិនមែនបឹងអ្នកទាំងអស់គ្នាមួយចំហៀងទៀតគឺជាកន្លែងនេះភ្នំអ្នកទាំងអស់គ្នាជិះនិយាយទៅគឺយើងជិះកង់ដើរលេងនៅហ្នឹងមកហើយសម្រាប់កង់នេះគឺខ្ញុំជួលក្នុងម្នាក់មែនទេក្នុងមួយកង់ហ្នឹងគឺតម្លៃវា60យួនអញ្ចឹងយើងអាចជិះបានគ្នា2នាក់អញ្ចឹងណាហើយវាជាកង់អង្គុយទេនិយាយទៅកង់ធាក់ក៏បានដែរប៉ុន្តែអត់ទេធាក់តែខ្យល់ងាត់ព្រោះដោយសារតែនៅនេះគឺវាចូលធាក់ចូលលេងយើងជិះលេងហ្នឹងគឺខ្ទង់ប្រហែលជាពីកន្លះម៉ោងទៅ1ម៉ោងដែរអាចនិយាយថា1ម៉ោងជាងគឺកាន់តែបាន fresh បាយអញ្ចឹងណាព្រោះដោយសារយើងត្រូវថតរូបថតអីដែរដោយសារពួកខ្ញុំទៅដល់នេះគឺពួកខ្ញុំបានឈប់ថតរូបនៅតាមភ្នំតាមអីខ្លះដែរអញ្ចឹងណាមកហាងកាហ្វេមកអីគេអញ្ចឹងនិយាយទៅទេសភាពនៅកន្លែងហ្នឹងគឺសលៀងអង្កោលខ្មែរយើងនៅចិត្តកែបអញ្ចឹងបន្ទាប់ពីចេញពីហ្នឹងគឺមកប្រហែលជា3គឺយើងទៅញ៉ាំអីនៅរៀងជាយនឹងទៀតព្រោះដោយសារយើងចាប់ផ្ដើមធ្វើដំណើរឆ្លងទៅខណ្ឌខេត្តមួយទៀតហើយក្រុមមួយទៀតហើយទៅគឺនៅលីជាងប៉ុន្តែនេះគឺអត់ទាន់ដល់ទេគឺវានៅក្នុងចន្លោះហ្នឹងអញ្ចឹងតែចេញពីនោះបានបន្តិចអញ្ចឹងយើងមកញ៉ាំអីអាហារថ្ងៃត្រង់នេះគឺជាអាហារទី1ដែលយើងញ៉ាំមួយអ្នកដែលជូនយើងមកដើរលេងហ្នឹងគឺតកងឡាននិយាយទៅគឺគាត់នាំយើងមកយើងដឹងថាមួយគាត់ក៏មិនប៉ុន្តែមកពេលនេះគឺថ្លៃដល់ទាំងអស់គ្នាជាង$100ហើយគាត់ថារបស់គេញ៉ាំគឺឆ្ងាញ់គ្រឿងសមុទ្រគេនិងសាច់ថៃសាច់អីគេហ្នឹងគឺយករបស់ស៊ីនមកអ្នកទាំងអស់គ្នាបានន័យថាសត្វដែលរស់យកមកធ្វើយើងនិយាយទៅឲ្យយើងរើខ្លួនឯងហ្មងណាពេលញ៉ាំហើយគឺពួកយើងអត់មកអងយូរព្រោះដោយសារតែតកងឡានគាត់រៀងទឿនដែរអញ្ចឹងណាអញ្ចឹងពួកយើងនាំគ្នាដើរលេងបានប្រហែលជាខ្ទង់ចិត្តកន្លះម៉ោងទៀតអញ្ចឹងថតអីនៅតាមជួរនិយាយទៅដូចមាត់បឹងគេអញ្ចឹងណាគាត់ថាកាលនេះគឺនៅកន្លែងផ្សារគេផ្សារតូចមួយនិយាយទៅនៅចិនគឺសម្បូរផ្សារមែនតើអ្នកទាំងអស់គ្នាអញ្ចឹងទៅដល់ណាក៏មានដែរអញ្ចឹងយើងបន្ទាប់ពីហ្នឹងហើយគឺយើងបានចេញមកហើយអញ្ចឹងម៉ោងប្រហែលជា7ជីប្រហែលជាខ្ទង់3 4ម៉ោងអ្នកទាំងអស់គ្នាមកដល់ស្ថានភាពនៅខាងលីជាងហើយស្ថានភាពគេគឺសុទ្ធតែគាត់បានអ្នកទាំងអស់គ្នាអានេះអីស្អាត K2 ខ្ញុំគេតែ2នេះអី K2 ហ្នឹងហើយបន្ទប់ទឹកគេគឺក៏រៀងប៉និតដែរ K គេគឺគូសមអ្នកទាំងអស់គ្នាហើយគាត់ថាខ្ញុំចោលមួយខ្ញុំ2នាក់ខ្ញុំគេតែមួយទេព្រោះដោយសារវារងាខ្លាំងពេកហើយចាប់ដើមម្ដងនេះខ្ញុំចាប់ដើមទទួលដឹងថាមេឃគឺត្រជាក់ខ្លាំងមែនតើហ្មងអញ្ចឹងឥឡូវនាំគ្នាទៅទិញស្រោមដៃនៅកន្លែងហ្នឹងផ្ទាល់ដើម្បីឲ្យថាយើងពាក់ទៅស៊ីមួយអាកាសធាតុព្រោះដោយសារតែខ្ញុំទិញមកមុនហ្នឹងគឺវាដូចអត់ដល់ណាអញ្ចឹងគឺនាំគ្នាចូលម៉ាតចូលអីតែងអញ្ចឹងទៅហើយសម្រាប់កន្លែងនេះវារបៀបដូចគេលក់កៅអៅលក់អីគ្រឿងតិចតួចអីទេអត់សូវច្រើនទេតែមកជួរហ្នឹងអ្នកនរគ្នាគឺចង់ថាដងវិថីគេនៅម្ដុំហ្នឹងគឺសុទ្ធតែរបៀបលក់អញ្ចឹងមកមានលក់អីវ៉ាមានលក់របស់ញ៉ាំហាងអីចឹងតែមិនមែនជាហាងលក្ខណៈ brand អីគឺ local របស់គេហ្មងកន្លែងនេះគឺគាត់លក់របៀបតែគុជអីចឹងតែគាត់លក់តែឯងទេនៅហាងគេហ្នឹងភាគច្រើនគឺអត់មានហាង brand អីណាស់ណាអ្នកនរគ្នាគឺមានតែហាងរបៀបដូចយើងហាងស្រុកខ្មែរយើងមានសែនដូថេន11 brand អីចឹងគេរបៀបនឹងដូចគ្នាហើយបុគ្គលិកគេមួយគឺចេញមកឈរដល់ខាងក្រៅផ្លូវសួនច្បារខាងក្រៅហៅយើងចូលទិញហ្មងនិយាយទៅគឺនៅក្នុងគឺគេហូរស៊ីសាហាវខ្លាំងមែនតើយប់ហ្នឹងពេលទៅគឺពួកខ្ញុំដើរឆ្ងាយដែរអ្នកទាំងអស់គ្នាតាមពិតជាតាក់ស៊ីគឺធូរថ្លៃនៅក្នុងថោកខ្លាំងមែនតើប៉ុន្តែគឺពួកខ្ញុំអត់ចង់ជិះចង់ដើរមើលដើរទិញដើរអីអញ្ចឹងណាអញ្ចឹងឥឡូវគឺពួកខ្ញុំនាំគ្នាដើរយ៉ាងច្រើនកន្លែងដែរខ្ញុំ4នាក់តែខ្ញុំដើរតែ3នាក់ម្នាក់ទៀតគឺគាត់ដើរតែឯងអញ្ចឹងទៅគាត់រកអីញ៉ាំអីផ្សេងៗអញ្ចឹងណាឥឡូវគឺខ្ញុំមកដល់របៀបកន្លែងគេញ៉ាំរបៀបដូចអានេះខ្ញុំអត់គេហៅអីដូចផ្សាររាត្រីពេលយប់ដូចរបស់យើងអញ្ចឹងណាតែអានេះទូចទេអញ្ចឹងគេមានលក់របស់ញ៉ាំគេនិយាយទៅអ្នកទាំងអស់គ្នាឃើញប៉ុន្មានគឺប៉ុណ្ណឹងគេលក់របៀបអញ្ចឹងហើយនេះគ្រឿងគេញ៉ាំគេសុទ្ធតែគ្រឿងសាច់ចង្កាក់អាំងអីអញ្ចឹងទៅហើយបន្ទាប់ពីហ្នឹងមកគឺពួកខ្ញុំក៏ចេញពីហ្នឹងព្រោះអត់មានអីដែលខ្ញុំចង់ញ៉ាំអញ្ចឹងណាហើយមើលទៅវាយើងដូចអត់សូវធំហើយខ្ញុំមើលធ្លាប់ឃើញនៅក្នុងនេះហ្នឹងគឺមានអាកន្លែងធំជាងហ្នឹងអញ្ចឹងក៏ខ្ញុំដើរបន្តទៅទៀតទៅអញ្ចឹងនៅពេលដែលខ្ញុំដើរទៅបន្តទៅទៀតទៅគឺអានេះធំជាងកន្លែងមិញហើយរៀងមើលទៅរៀបអីចំអីស្អាតជាងមិញអញ្ចឹងណាវារបៀបជាកូនផ្សារមិនមែនជាកន្លែងតែមួយដូចមិញអញ្ចឹងឯងហើយខ្ញុំញ៉ាំអាសាច់ចង្កាក់អស់នេះណាធូរថ្លៃដែរទេអត់ទៅថ្លៃទេប៉ុន្តែរសជាតិគេឆ្ងាញ់នៅកន្លែងនេះគួរសមនិយាយទៅគឺមកកំប៉ុងហ្នឹងតែប៉ុន្មានយន់ទេហើយនិយាយទៅសាច់មួយចង្កាក់3យន់2យន់អីអញ្ចឹងណាហើយគាត់ថាតិចប៉ុន្តែឆ្ងាញ់ហើយពេលដែលខ្ញុំ transfer ពីដាលីមកអ្នកនរគ្នាមេឃនៅអត់តត្រជាក់ឯណាតែម្ដងលិចជានេះគឺចាប់ផ្ដើមត្រជាក់ទៅហើយមើលតែខ្ញុំស្លៀកខ្លីទៅដឹងហើយថាជើងខ្ញុំចាប់ផ្ដើមល្ងាតែវានៅត្រង់បានអញ្ចឹងណាហើយសម្រាប់យប់ហ្នឹងគឺល្ងាខ្លាំងមែនតើហ្មងគឺចង់ថាពេលដែលចូលដល់ទស្សនៈគឺល្ងាពុទ្ធិសាតែក្នុងទស្សនៈគឺគេប្រើអីអញ្ចឹងណាអញ្ចឹងអីគឺត្រជាក់ខ្លាំងមែនតើហើយគឺ
គឺខ្ញុំដេកចង់ស្ទះដោយសារតែនៅស្ថានគេហ្នឹងគឺគេមានសៅតុអ្នកនរគ្នាសៅតុហ្នឹងយើងហៅយើងនិយាយជាមួយគេបានប្រើបច្ចេកគេធ្វើនេះធ្វើនោះបិទភ្លើងបិទអីបានអញ្ចឹងពេលល្ងាចគេងធម្មតាទៅដល់ផ្ទះហត់ហើយអ្នកនរគ្នាដោយសារតែពួកខ្ញុំដើរហត់មួយថ្ងៃអញ្ចឹងខ្ញុំប្រាស់សៅតុឲ្យសៅតុហ្នឹងបិទសិនខ្លួនអញ្ចឹងមានណាបិទតាមកដាយប់ឡើងគឺខ្ញុំចង់ស្ទះហ្មងចង់ស្ទះនេះទៅងើបអត់ចង់រួចណាដល់ពេលហើយយើងឡើងមកបើកវិញទៅបានវាធូរវិញវីដេអូនេះសូមឆ្លះត្រឹមប៉ុណ្្នឹងសិនណាអ្នកនរគ្នាអាចរងចាំមើលវីដេអូក្រោយទៀតខ្ញុំទៅលេងព្រំតកអរគុណសម្រាប់ការតាមដានដល់ចប់បាយបាយ